limit នេះគឺឲ្យកំណត់តម្លៃ a ដើម្បីឲ្យ limit នេះស្មើ1អញ្ចឹងយើងមើលដើម្បីកណនី limit បានយើងត្រូវកំណត់មើលរៀងសិនអញ្ចឹងបើយើងជួបបូកអណនចូលទៅកន្លែងនេះគឺស្មើបូកអណនកន្លែងនេះស្មើបូកអណនអញ្ចឹងរៀងមិនកំណត់គឺបូកអណនលើសបូកអណនអញ្ចឹងដល់ពេលណាមានរៀងមានកំណត់បូកអណនលើបូកអណនលើអណនហ្នឹងហើយគឺទាញដល់ grade ខ្ពស់ហើយអញ្ចឹងយើងអាចសេថាយើងមានlimit x ខិតទៅជិតបូកអណននៃ 8x ការ៉េដក x បូក1លើ ax ការ៉េបូក8ស្មើនឹង1បន្ទាប់មកទៀតយើងទាញដល់ grade ខ្ពស់ដល់ grade ខ្ពស់គឺ x ការ៉េអញ្ចឹងស្មើ limit x ខិតទៅជិតបូកអណនដល់ grade ខ្ពស់គឺ x ការ៉េតែឲ្យ8ដក x លើ x ការ៉េបូក1លើ x ការ៉េតែឲ្យ x ការ៉េដែរតែ a បូក8លើ x ការ៉េស្មើនឹង1អញ្ចឹងយើងអាចសរសេរទៀតបានថា limit x ខិតទៅជិតបូកអណននៃ x ការ៉េអាចសម្រួលអស់នៅសល់8ដក1លើ x បូក1លើ x ការ៉េលើ a បូក8លើ x ការ៉េស្មើនឹង1ចឹងយើងកណនាបន្តទៀតមកយើងអាចសេថាយើងចំនួនបូកអណនចូលតែម្ដងទៅវាស្មើ8ដក1លើបូកអណនបូក1លើបូកអណនលើ a បូក8លើបូកអណនស្មើនឹង1អញ្ចឹងយើងដឹងហើយថាមួយចំនួនលើអណនស្មើនឹង0មែនទេចឹងយើងកណនាមកស្មើនឹង8ដក0បូក0លើ a បូក0ស្មើនឹង1យើងអាចកណនាតទៀតបានស្មើនឹង8លើ a ស្មើនឹង1ចឹងយើងអាចសេបានថា a ស្មើនឹង8ចឹងដូចនេះ a យើងគឺស្មើនឹង8បាទសូមអរគុណ